លីខធានពិតជាស្មោះត្រង់នឹងចៅជូហ្វានខ្លាំងណាស់ក្នុងចំណោមនោះមាននិកាយនារីចុងក្រោយបាននិយាយទាំងស្ទាក់ស្ទើរថាអ្នកនាងលូតាពួកយើងអាចសុំចូលជួបលោកប្រុសជូហ្វានបន្តិចបានទេភ្លាមនោះទ្វារបន្ទប់ស្រាប់តែរបើកហើយឈូឈីងឆឹងក៏បានដើរចេញមកខាងក្រៅលុះឃើញដូច្នេះលូយន់ឆាងក៏បានប្រញាប់ប្រញាល់ដើរទៅឃាត់នាងភ្លាមបងស្រីឈូតើបងស្រីកំពុងតែចង់ធ្វើអ្វីនឹងឈូឈីងឆឹងបានលូកដៃទៅរុញដៃរបស់នាងចេញថ្នមរឿងរ៉ាវមួយនេះគឺជារឿងផ្ទាល់ខ្លួនរវាងខ្ញុំនិងជូហ្វានតែប៉ុណ្ណោះអ្នកនាងលូសូមអ្នកនាងកុំលូកដៃចូលអីនិយាយរួចនាងបំរុងដើរទៅមុខប៉ុន្តែរាងកាយដ៏មហិមារបស់លីខធានបានដើរមកឈរបាំងផ្លូវនាងចិត្តឈឹងលោកស្រីឈូពេលនេះលោកប្រុសជូហ្វានគឺកំពុងតែត្រូវការភាពស្ងប់ស្ងាត់ជាខ្លាំងដាច់ខាតហាមអ្នកណាម្នាក់ចូលប្រសិនបើលោកស្រីនៅតែរឹងរូសចចេះចង់ទម្លាយចូលទៅខាងក្នុងទៀតនោះក៏កុំមកបន្ទោសរូបខ្ញុំដែលត្រូវបង្ខំចិត្តប្រើប្រាស់កម្លាំងបាយមកលើលោកស្រីឲ្យសោះណាឈូឈីងឆឹងមានក្តីតក់ស្លុតចិត្តជាខ្លាំងចំពោះរឹកពីដ៏កាយសាហាវមើងម៉ាត់របស់លីខនាងបានដើរថយក្រោយបន្តិចរួចក៏បានបញ្ឈប់ជំហានជើងនាងបានប្រឹងក្តាប់កង់ម្រាមដៃរបស់នាងយ៉ាងណែនបំផុតទាំងខ្សែភ្នែកសម្លឹងត្រង់ទៅកាន់ទ្វារបន្ទប់ដែលកំពុងតែបិទជិតឈឹងនោះភ្លាមនោះព្រឹត្តិការណ៍ដែលធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវភ្ញាក់ផ្អើលក៏បានកើតឡើងព្រោះឈូឈីងឆឹងបានប្រឹងស្រែកឡើងយ៉ាងខ្លាំងសម្ដៅទៅកាន់ខាងក្នុងបន្ទប់ថាជូហ្វានរូខ្ញុំគឺមានកិច្ចការងារដ៏មានតម្លៃសំខាន់បំផុតចង់មកបកស្រាយនិយាយជាមួយលោកដាច់ខាតកុំខំសំងំលាក់ខ្លួនពួនអាត្មាមិនខុសអីពីសត្វអណ្ដើកនៅក្នុងស្នូកបែបនេះទៀតអីចូលប្រញាប់បើកទ្វារដើរចេញមកដើម្បីជួបផ្ទៃមុខខ្ញុំភ្លាមមកមនុស្សគ្រប់គ្នាដែលបានឮបានត្រឹមតែភ័យខ្លាចរហូតដល់ថ្នាក់ស្លេកផ្ទៃមុខអស់ឈូឈីងឆឹងម្នាក់នេះនាងពិតជាកំពុងតែដើរស្វែងរកសេចក្តីស្លាប់ពិតប្រាកដមែនហើយព្រោះដឹងច្បាស់ថាជូហ្វាននៅក្នុងពេលនេះគឺមានកំពូលអ្នកជំនាញកម្រិតកំពូលដូចជាលីខធានឈរជើងការពារយ៉ាងរឹងមាំបំផុតលើសពីនេះទៅទៀតស្ថានភាពផ្លូវចិត្តរបស់គេគឺកំពុងតែស្ថិតនៅក្នុងភាពសោកសៅនិងអាក្រក់ខ្លាំងណាស់ប្រសិនបើនាងហ៊ានធ្វើឲ្យគេខឹងគេច្បាស់ជាត្រូវប្រែក្លាយខ្លួនទៅជាស្ដេចបិសាចដ៏កំណាចដោយដាច់ខាតមិនព្រមខ្វល់ខ្វាយពីផលវិបាកអ្វីទាំងអស់ជាក់ជាមិនខានឡើយដល់ខណៈពេលនោះពួកយើងច្បាស់ជាគ្មានសមត្ថភាពទៅទប់ទល់គេជាប់ឡើយប៉ុន្តែអ្វីដែលគ្មានអ្នកណាអាចនឹកស្មានដល់ទាល់តែសោះនោះគឺសំឡេងដ៏ស្អកស្អាយរបស់ជូហ្វានស្រាប់តែបានលាន់បន្លឺចេញមកពីខាងក្នុងបន្ទប់ថាអនុញ្ញាតឲ្យនាងដើរចូលមកខាងក្នុងចុះលុះទទួលបានការអនុញ្ញាតភ្លាមឈូឈីងឆឹងក៏បានបោះជំហានជើងដើរចូលទៅក្នុងបន្ទប់របស់ជូហ្វានផ្លែតប៉ុន្តែគ្រាន់តែបានមើលឃើញទស្សនភាពដ៏ក្រៀមក្រំនៅខាងក្នុងបន្ទប់ភ្លាមបានធ្វើឲ្យនាងត្រូវទន់ចិត្តស្ងាត់មាត់ឈឹងតែម្ដងព្រោះថាជូហ្វានដែលកាលពីមុនមកគឺតែងតែមានឫកពាដ៏អង្អាចក្លាហាននិងមានភាពម៉ឺងម៉ាត់ដាច់ខាតខ្លាំងនោះប៉ុន្តែសម្រាប់នៅក្នុងពេលនេះសក់ក្បាលពណ៌ខ្មៅរលោងរបស់គេគឺត្រូវបានប្រែផ្លាស់ប្ដូរទៅជាពណ៌ប្រភេទស្កូវអស់រលីងបាត់ទៅហើយគេកំពុងតែអង្គុយនៅឯត្រង់ក្បែរមាត់បង្អួចជាមួយនឹងទឹកមុខដ៏ក្រៀមក្រំនិងពោពេញទៅដោយក្តីអស់សង្ឃឹមខ្លាំងបំផុតនៅក្នុងជីវិតសក់ក្បាលរបស់គេគឺបានប្រែជាស្កូវសលីងត្រឹមតែរយៈពេលមួយយប់សោះវាពិតជារឿងដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលនិងអាណិតអាសូរដល់រូបគេជាខ្លាំងលូយន់ឆាងរួមជាមួយនឹងអស់លោកមេត្រកូលដទៃទៀតគឺរឹតតែកើតមានក្តីខ្លោចចិត្តអាណិតអាសូរដល់រូបគេពន់ពេកដដែលប៉ុន្តែមុនពេលដែលពួកគេមានឱកាសបានហើបមាត់ពោលពាក្យសម្ដីអ្វីចេញមកនោះជូហ្វានបាននិយាយឡើងមុនដោយសម្លេងដ៏ស្ងប់ស្ងាត់ថាប្រសិនបើអស់លោកអ្នកគ្រប់គ្នាធ្វើដំណើរមកទីនេះព្រោះតែចង់មកជជែកដេញដោលពីរឿងរ៉ាវនៃការប្រកាសសង្គ្រាមកាលពីម្សិលមិញនោះទេអញ្ចឹងអស់លោកអ្នកគ្រប់គ្នាគឺអាចប្រញាប់ធ្វើដំណើរត្រឡប់ទៅវិញបានហើយពីព្រោះទោះបីជាពេលនេះលោកប្រុសតូចលូយន់ហៃគាត់គ្រាន់តែជាមេត្រកូលបន្តវេននាពេលអនាគតក៏ដោយប៉ុន្តែរាល់បទបញ្ជាដែលគាត់បានប្រកាសចេញមកគឺមានភាពដាច់ខាតត្រូវតែគោរពធ្វើតាមជានិច្ចហើយដូច្នេះហើយទោះជាយ៉ាងណាក៏ដោយត្រកូលលូរបស់យើងគឺដាច់ខាតនឹងត្រូវតែបើកការវាយប្រហារសង្គ្រាមជាមួយនឹងត្រកូលហាងភូឲ្យខានតែបានចំណែកឯរឿងរ៉ាវថាតើអស់លោកអ្នកគ្រប់គ្នាមានបំណងចង់ចូលរួមផ្សំកម្លាំងជាមួយពួកយើងដែរឬទេនោះវាគឺជាសិទ្ធិសម្រេចចិត្តផ្ទាល់របស់អស់លោកតែប៉ុណ្ណោះលុះបានអស់លោកមេត្រកូលទាំងអស់ក៏បានត្រឹមតែកើតមានការភ្ញាក់ផ្អើលនិងមានក្តីស្លន់ស្លោចិត្តជាខ្លាំងវាពិតជារឿងដ៏គួរឲ្យមានក្តីភ្ញាក់ផ្អើលជាពន់ពេកព្រោះនៅត្រង់ខណៈពេលដែលគេមានចិត្តត្រជាក់ស្រទន់ជូហ្វានគឺមានចរិតលក្ខណៈកាយសាហាវមិនខុសអីពីសត្វព្រៃដ៏សាហាវឡើយគេគិតគូរតែពីលើរឿងរ៉ាវស្វែងរកផលប្រយោជន៍តែម្យ៉ាងដោយគ្មានការកើតមាននៅមនោសញ្ចេតនាអាណិតអាសូរអ្វីបន្តិចឡើយប៉ុន្តែនៅចំខណៈពេលដែលគេកើតមានមនោសញ្ចេតនាខ្លាំងបែបនេះវិញគេបែរជាសុខចិត្តបោះបង់ចោលនៅរាល់ហេតុផលនិងផែនការយុទ្ធសាស្ត្រទាំងឡាយចោលទាំងអស់ដោយដាច់ខាតមិនព្រមបើកចិត្តខ្វល់ខ្វាយពីភាពគ្រោះថ្នាក់អ្វីឡើយរហូតធ្វើឲ្យគេត្រូវប្រែប្រួលមកជាមានសភាពទន់ជ្រាយនិងខ្សោយអំណាចបំផុតទៅវិញលុះបានមើលឃើញទស្សនភាពបែបនេះភ្លាមមនុស្សគ្រប់គ្នាបានត្រឹមតែហើបមាត់ពោលពាក្យសម្ដីដាស់តឿនលួងលោមចិត្តគេថាលោកនាយកកិច្ចការជូហ្វានសូមលោកដាច់ខាតកុំបណ្ដោយឲ្យចិត្តត្រូវលិចលង់នៅក្នុងក្តីសោកសៅខ្លាំងដល់ថ្នាក់នឹងតទៅទៀតអីពីព្រោះរឿងរ៉ាវទំនាស់សត្រូវជាមួយនឹងត្រកូលហាងភូដ៏មានអំណាចនោះគឺពួកយើងដាច់ខាតមិនអាចយកមកដោះស្រាយដោយប្រើប្រាស់ត្រឹមតែមនោសញ្ចេតនាផ្ទាល់ខ្លួនបាននោះឡើយបាទលោកប៉ុន្តែវាមានសភាពខុសប្លែកស្រឡះពីសំណាក់មនុស្សដទៃទៀតព្រោះឈូឈីងឆឹងបានបោះជំហានជើងដើរសម្ដៅត្រង់ទៅរកជូហ្វានយ៉ាងលឿនរួចហើយក៏បានលូកដៃទៅចាប់កាន់កងដៃរបស់គេទាញឲ្យដើរចេញមកខាងក្រៅភ្លាមចូលលោកប្រញាប់ធ្វើដំណើរមកតាមខ្ញុំភ្លាមមកបន្ទាប់មកអ្នកទាំងពីរនាក់ក៏បាននាំគ្នារត់សម្ដៅត្រង់ទៅកាន់វិមានផ្កាជ្រូកផ្លែតជូហ្វានមានអារម្មណ៍កើតមានក្តីធុញថប់និងឈឺក្បាលជាខ្លាំងគេបានហើបមាត់ពោលថាបងស្រីឈូតើបងស្រីបានខំចំណាយកម្លាំងនាំរូបខ្ញុំធ្វើដំណើរមកកាន់ទីតាំងមួយនេះដើម្បីប្រយោជន៍អ្វីទៅចេះព្រោះពេលនេះខ្ញុំពិតជាគ្មានអារម្មណ៍ល្អក្នុងការមកគិតគូររឿងរ៉ាវស្នេហាស្អីនោះឡើយប៉ុន្តែស្ថិតនៅឯត្រង់ក្បែរក្រេដេកនោះឈូឈីងឆឹងបែរជាបានលូកដៃទៅបើកបង្ហាញឲ្យគេបានមើលឃើញនៅរូបរាងកាយរបស់នារីម្នាក់ទៅវិញក្រៅតែពីសាកសពរបស់ស៊ូអឺទៅហើយនោះតើនឹងអាចមានរូបរាងកាយរបស់អ្នកណាម្នាក់អាចធ្វើដំណើរមកសម្រាប់នៅត្រង់ទីតាំងមួយនេះបានទៀតទៅចេះជូហ្វានបញ្ញាបញ្ញាស្ទុះរត់សម្ដៅត្រង់ទៅជិតក្រេដេកនោះភ្លាមគេសម្លឹងមើលទៅកាន់រូបរាងកាយនារីម្នាក់នោះទាំងចិត្តមានក្តីភិតភ័យនិងរន្ធត់ចិត្តជាខ្លាំងតើវាមានរឿងឈួតស្អីកើតឡើងនឹងតើហេតុអ្វីបានជារូបរាងកាយរបស់ស៊ូអឺបែរជាមកស្ថិតនៅត្រង់ទីតាំងមួយនេះទៅវិញចេះរំពេចនោះគេក៏បានកលេចមើលទៅឃើញមានគ្រាប់ត្បូងពណ៌បៃតងដ៏មានតម្លៃមួយគ្រាប់ដែលមានឈ្មោះសម្គាល់ច្បាស់លាស់ថាគុជរក្សាវិញ្ញាណ
អូនេះមានន័យថាពេលនេះស៊ូអឺគឺនៅតែអាចមានឱកាសរកវិធីជួយសង្គ្រោះអាយុជីវិតបានដដែលតើពីព្រោះគុជរក្សាវិញ្ញាណវាគឺជាវត្ថុវេទមន្តដ៏មានតម្លៃស័ក្តិសិទ្ធិបំផុតសម្រាប់ប្រើប្រាស់យកមកជួយថែរក្សាការពារដល់វិញ្ញាណដើមរបស់មនុស្សកុំឲ្យរលាយបាត់បង់ស្ថិតនៅក្នុងខណៈពេលដែលវិញ្ញាណដើមរបស់មនុស្សត្រូវរងនឹងការបំផ្លិចបំផ្លាញនិងរងរបួសខូចខាតខ្លាំងដល់កម្រិតណាក៏ដោយគឺវាច្បាស់ជានឹងអាចមានសមត្ថភាពជួយប្រមូលផ្ដុំនៅរាល់វិញ្ញាណព្រលឹងទាំងឡាយណាដែលបានខ្ចាត់ខ្ចាយបាត់បង់ទៅឲ្យព្រមត្រឡប់មកជួបជុំគ្នាវិញដើម្បីជួយរក្សាទុកនៅរាល់ស្មារតីចងចាំរបស់ជនរងគ្រោះកុំឲ្យវិនាសបាត់បង់ទៅបានយ៉ាងល្អបំផុតហើយដូច្នេះហើយជំហានជម្រើសបន្ទាប់ប្រសិនបើពួកយើងអាចមានលទ្ធភាពស្វែងរកឃើញនៅគ្រាប់ថ្នាំទិព្វស្ដារវិញ្ញាណយកមកប្រើប្រាស់បានសម្រេចរួចហើយយកមកផ្សំផ្គុំវិញ្ញាណព្រលឹងដែលនៅសេសសល់ទាំងឡាយឲ្យចូលរួមរស់រានជាមួយនឹងគ្រាប់ថ្នាំទិព្វមួយគ្រាប់នោះពួកយើងច្បាស់ជានឹងអាចមានឱកាសជួយសង្គ្រោះអាយុជីវិតរបស់ស៊ូអឺឲ្យរស់រានមានជីវិតឡើងវិញបានជាមិនខានឡើយគិតឃើញដល់ត្រង់ចំណុចដ៏មានតម្លៃមួយនេះភ្លាមជូហ្វានបានប្រញាប់ងាកផ្ទៃមុខត្រឡប់មកសម្លឹងមើលចំទៅកាន់ឈូឈីងឆឹងភ្លាមដើម្បីចង់ពោលពាក្យសម្ដីថ្លៃអំណរគុណដល់ក្តីមេត្តារបស់នាងតែលុះនៅពេលដែលបានក្រឡេកទៅមើលឃើញនៅក្រសែភ្នែកដ៏ពោពេញទៅដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់នាងហើយនោះគេក៏ស្រាប់តែមានអារម្មណ៍ភ្ញាក់ខ្លួនដឹងស្មារតីឡើងវិញភ្លែតឈូឈីងឆឹងបានពោលឡើងមកដោយសម្លេងដ៏ថ្នមថ្នមសទន់ថាចាប់តាំងពីពេលនេះតទៅសូមលោកដាច់ខាតកុំហៅរូបខ្ញុំថាបងស្រីឈូទៀតអីណាចូលលោកហៅខ្ញុំថាឈីងឆឹងវិញទៅរួចហើយនាងក៏បានលេចនៅស្នាមញញឹមឡើងរួចសើចចុះសម្រាប់នៅក្នុងពេលនេះនៅក្នុងចិត្តលោកគឺលែងកើតមានក្តីអស់សង្ឃឹមខ្លាំងតទៅទៀតហើយមែនទេជូហ្វានបានប្រញាប់ងក់ក្បាលរបស់គេភ្លាមទាំងចិត្តមានក្តីរំភើបញាប់ញ័រជាខ្លាំងត្រូវហើយឲ្យតែពួកយើងអាចមានសមត្ថភាពស្វែងរកឃើញគ្រាប់ថ្នាំស្ដារវិញ្ញាណមួយគ្រាប់នោះបានសម្រេចពួកយើងច្បាស់ជានឹងអាចរកវិធីជួយសង្គ្រោះអាយុជីវិតរបស់ស៊ូអឺឲ្យរស់ឡើងវិញបានជាមិនខានឡើយឈីងឆឹងបានហើបមាត់ចោទសួរឡើងមកទាំងចិត្តមានក្តីមន្ទិលសង្ស័យខ្លះថាចុះតើលោកពិតជាមានការយល់ដឹងច្បាស់ពីទីតាំងដែលអាចស្វែងរកឃើញគ្រាប់ថ្នាំវេទមន្តដ៏មានតម្លៃមួយគ្រាប់នោះមែនទេជូហ្វានលបផ្ដកដង្ហើមធំរួចឆ្លើយតបត្រឡប់ទៅវិញថាតាមពិតទៅគឺរូបខ្ញុំផ្ទាល់ក៏នៅមិនទាន់បានដឹងច្បាស់ពីទីតាំងរបស់វាឡើយប៉ុន្តែឲ្យតែវិញ្ញាណព្រលឹងរបស់ស៊ូអឺអាចរក្សាទុកបាននៅសភាពលំនឹងល្អបែបនេះពួកយើងច្បាស់ណាស់ថានឹងអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការតាមស្វែងរកវាជាក់ជាមិនខានព្រោះទោះបីជាពួកយើងមិនអាចស្វែងរកវាឃើញនៅក្នុងដែនដីស៊ូគានេះក៏ដោយក៏ខ្ញុំដាច់ខាតនឹងប្រឹងប្រែងរកវិធីធ្វើដំណើរទៅតាមស្វែងរកវានៅឯពិភពខាងក្រៅឲ្យខានតែបានដែរឈីងឆឹងលើបែបនេះបានត្រឹមតែស្ងាត់មាត់រួចលួចគិតនៅក្នុងចិត្តថាបរិសម្នាក់នេះគឺគេអាចមានចិត្តដាច់ហ៊ានបោះបង់ចោលនៅរាល់របស់របរអ្វីៗគ្រប់យ៉ាងចោលទាំងអស់បានភ្លាមគ្រាន់តែដើម្បីចង់ជួយសង្គ្រោះដល់រូបនាងចុះចំណែកឯរូបខ្ញុំវិញទៅចេះបន្ទាប់មកឈូឈីងឆឹងក៏បានសម្រេចចិត្តចោទសួរទៅកាន់ជូហ្វានថាចុះតើកាលពីមុននេះលោកមានបំណងចង់ពោលពាក្យសម្ដីអ្វីមកកាន់រូបខ្ញុំឲ្យប្រកាសទៅចេះជូហ្វានស្រាប់តែបង្ហាញរឹកពាក្យអៀនព្រានភ្លាមគឺរូបខ្ញុំគ្រាន់តែចង់ហើបមាត់ពោលពាក្យសម្ដីថ្លៃអំណរគុណដល់រូបបងស្រីតែប៉ុណ្ណោះសោះនឹងឈូឈីងឆឹងបានបោះជំហានជើងខិតដើរចូលមកក្បែរខ្លួនជូហ្វានថែមមួយកម្រិតទៀតទាំងខ្សែភ្នែករបស់នាងគឺសុទ្ធសឹងតែពោពេញទៅដោយក្តីសម័យខ្លាំងចុះតើលោកមានបំណងចង់រកវិធីមកថ្លៃអំណរគុណដល់រូបខ្ញុំដោយរបៀបណាទៅវិញចេះជូហ្វានភ័យស្លន់ស្លោខ្លាំងរហូតដល់ថ្នាក់លួចដើរថយក្រោយដោយមិនដឹងខ្លួនចុះតើបងស្រីមានបំណងចង់ឲ្យរូបខ្ញុំរកវិធីមកថ្លៃអំណរគុណបែបណាទៅវិញទៅចេះឈូឈីងឆឹងមិនបានពោលតបពាក្យសម្ដីអ្វីឡើយនាងគ្រាន់តែបានប្រាប់ឲ្យជូហ្វានប្រញាប់បិទភ្នែករបស់គេចុះស្ងៀមលុះឆ្លងកាត់ពេលវេលាអស់មួយសន្ទុះក្រោយមកបបោមាត់ដ៏មានមុនស្នេហ៍របស់នាងក៏បានលួចទៅថើបចំពីលើបបោមាត់របស់ជូហ្វានភ្លាមរួចហើយក៏បានលួចខ្សឹបដាក់ត្រង់ក្បែររុនត្រចៀករបស់គេស្រាលៗថាដាច់ខាតកុំទាន់អាចបើកភ្នែកឲ្យសោះណាចូលលោកគ្រាន់តែលូកដៃមកអោបក្រសោបប្រកែរាងកាយរបស់ខ្ញុំឲ្យបានណែនទៅគឺគ្រប់គ្រាន់ហើយដឹងទេថានៅក្នុងចិត្តខ្ញុំពេលនេះគឺពិតជាមានបំណងចង់ធ្វើដំណើរត្រឡប់ទៅកាន់វិមានផ្កាជ្រូកខ្លាំងណាស់ដែលជាទីតាំងផ្ទះចាស់ដ៏មានក្តីសុខរបស់យើងដែលកាលនោះគឺមានរស់នៅតែពួកយើងពីរនាក់តែប៉ុណ្ណោះហើយនេះចាប់តាំងពីគណៈពេលនេះតទៅខ្ញុំដាច់ខាតហាមឃាត់មិនព្រមអនុញ្ញាតឲ្យលោកមានគំនិតលួចទៅគិតគូរដល់រូបនារីផ្សេងទៀតឡើយជាពិសេសគឺនាងម្នាក់នោះឯងជូហ្វានមិនហ៊ានមានពាក្យសម្ដីតវ៉ាឡើយគេបានត្រឹមតែប្រញាប់ងក់ក្បាលរបស់គេបន្តិចយល់ស្របតាមរួចហើយអ្នកទាំងពីរនាក់ក៏បានលូកដៃទៅបើកការអោបក្រសោបរាងកាយគ្នាទៅវិញទៅមកជាប់ណែនអស់រយៈពេលយ៉ាងយូរអង្វែងបំផុតប៉ុន្តែស្រាប់តែភ្លាមនោះឈូឈីងឆឹងបែរជាបានប្រើប្រាស់កម្លាំងដៃរបស់នាងទៅរុញច្រានរូបរាងកាយរបស់ជូហ្វានឲ្យខ្ទាតចេញពីខ្លួនយ៉ាងខ្លាំងទៅវិញលុះបានមើលឃើញគេកំពុងតែឈរមានក្តីងឿងឆ្ងល់និងស្រឡាំងកាំងចិត្តជាខ្លាំងនោះនាងបានពោលឡើងដោយសម្លេងដ៏ត្រជាក់ស្រទុំវិញថាតើហេតុអីទៅចេះលោកពិតជាមិនមានបំណងចង់ធ្វើដំណើរចាក់ចេញពីទីនេះពិតមែនទេវាពិតជាមានសភាពយឺតពេលហួសទៅហើយជូហ្វានពីព្រោះចាប់តាំងពីគណៈពេលនេះតទៅទំនាក់ទំនងរវាងពួកយើងទាំងពីរនាក់គឺមានត្រឹមតែរឿងរ៉ាវកិច្ចការងារតែប៉ុណ្ណោះដោយដាច់ខាតគឺលែងមានជាប់ជំពាក់នៅចំណងមនោសញ្ចេតនាស្នេហាឈួតឡប់ស្អីទៅទៀតហើយដូចនេះចូលលោកធ្វើដំណើរទៅរស់នៅក្បែរស៊ូអឺចុះរីឯរូបខ្ញុំវិញគឺមានតែត្រូវវិលត្រឡប់ទៅគ្រប់គ្រងយាមការពារនៅឯវិមានផ្កាជ្រូករបស់ខ្ញុំវិញដដែលនឹងពួកយើងចាប់ពីពេលនេះតទៅគឺសូមកាត់ផ្ដាច់លែងមានរឿងរ៉ាវពាក់ព័ន្ធអ្វីនឹងគ្នាជាដាច់ខាតជូហ្វានឮបែបនេះបានត្រឹមតែដកដង្ហើមធំរួចតបបានតើតាមពិតទៅនៅក្នុងចិត្តខ្ញុំក៏ធ្លាប់មានគំនិតគិតគូរឃើញបែបនោះដូចគ្នាដែរប៉ុន្តែទោះជាមានមាត់ពោលពាក្យសម្ដីដាច់អហង្ការបែបនេះចេញមកក៏ដោយតែលុះនៅពេលដែលបានឈរសម្លឹងមើលទៅកាន់តែខាងក្រោយខ្នងរបស់ឈូឈីងឆឹងដែលកំពុងដើរចេញទៅនោះនៅក្នុងជំរឿបេះដូងរបស់គេបែរជាកើតមានអារម្មណ៍ទទេស្អាតនិងមានក្តីល្វល់ល្វើយចិត្តជាខ្លាំងទៅវិញសោះគេលួចគិតថាតើវាមានហេតុផលអាត់កំបាំងអ្វីទៅចេះទើបបានជាស្រាប់តែនៅក្នុងចិត្តរបស់ខ្ញុំគឺដាច់ខាតមិនមានបំណងចង់ដើរឃ្លាតឆ្ងាយចាក់ចេញពីនាងទាល់តែរូបខ្ញុំដាច់ខាតគឺមិនមែនជាមនុស្សប្រុសប្រភេទដែលមានចរិតអាក្រក់ថោកទាបនោះឡើយចុះតើហេតុអីបានជាស្រាប់តែនៅពេលនេះខ្ញុំមានអារម្មណ៍មិនខុសអីពីកំពូលបាត់បង់នៅវត្ថុដ៏មានតម្លៃសំខាន់បំផុតមួយនៅក្នុងជីវិតបែបនេះទៅវិញចេះប៉ុន្តែស្រាប់តែសម្លេងស្រែកដាស់តឿនរបស់ឈូឈីងឆឹងបានបន្លឺឡើងមកជួយកាត់ផ្ដាច់នៅរាល់ខ្សែគំនិតវិលវល់របស់ជូហ្វានផ្លែតថាលោកគួរតែប្រញាប់ធ្វើដំណើរត្រឡប់ទៅវិញទៅល្អជាងព្រោះសង្ឃឹមយ៉ាងមុតមមថានឹងមានថ្ងៃណាមួយលោកច្បាស់ជាអាចស្វែងរកឃើញនៅវិធីសាស្ត្រដ៏ល្អដើម្បីទៅជួយសង្គ្រោះអាយុជីវិតរបស់ស៊ូអឺបានសម្រេចជាក់ជាមិនខាន
ជួហ្វានបានពោលឡើងទាំងក្តីឈឺចាប់ខ្លាំងនៅក្នុងចិត្តថាអូតាមពិតទៅគឺជារូបនាងទេតើដែលជាអ្នកមានចិត្តថ្លើមធំដើរមកបង្ខំថាបបោមាត់របស់ខ្ញុំមុនសោះនឹងចុះហេតុអីបានជាសម្រាប់នៅក្នុងពេលនេះនាងបែរជាមកមានចរិតដាច់ផ្ដាច់ការស្រែកបណ្ដេញរូបខ្ញុំឲ្យប្រញាប់ចាក់ចេញទៅវិញបែបនេះចេះឬមួយក៏រាល់ទង្វើនិងពាក្យសម្ដីទាំងឡាយដែលនាងបានធ្វើអំបញ្ញមិញគឺគ្រាន់តែជាលេសដោះស្រាយទទេដើម្បីតែចង់ដេញរូបខ្ញុំឲ្យចាក់ចេញពីនាងតែប៉ុណ្ណោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយជូហ្វានក៏បានប្រញាប់សម្រួលអារម្មណ៍ផ្លូវចិត្តរបស់គេឲ្យមានភាពស្ងប់ស្ងាត់ត្រឡប់មកវិញភ្លាមរួចគេបានពោលឡើងដោយសំឡេងដ៏ត្រជាក់ស្រទន់ថាប្រសិនបើវាពិតជាមានសភាពបែបនោះមែនអញ្ចឹងរូបខ្ញុំគឺមានតែត្រូវសុំពោលពាក្យលាគ្នាត្រឹមនេះហើយឈូឈិងឆឹងពោលដាច់ពាក្យសម្ដីភ្លាមគេក៏បានបោះជំហានជើងដើរចាក់ចេញទៅខាងក្រៅផ្លេតដោយដាច់ខាតមិនព្រមងាកផ្ទៃមុខត្រឡប់មកមើលខាងក្រោយម្ដងណាឡើយប៉ុន្តែបន្ទាប់ពីគេបានធ្វើដំណើរចាក់ចេញទៅបាត់ភ្លាមស្រាប់តែមានស្រមោលរបស់មនុស្សដ៏អាថ៌កំបាំងម្នាក់បានដើរលេចរូបរាងកាយឡើងមកឈរនៅពីខាងក្រោយខ្នងរបស់ឈូឈិងឆឹងភ្លាមរួចពោលចូលក៏មានចិត្តធ្វេសប្រហែសភ្លេចនៅរាល់លក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យាព្រមព្រៀងរបស់យើងឲ្យសោះណាព្រោះនៅខណៈពេលដែលនារីម្នាក់នោះអាចដឹងស្មារតីឡើងវិញកាលណារាល់របស់របរគ្រប់យ៉ាងរួមជាមួយនឹងមនុស្សគ្រប់គ្នានៅទីនេះគឺច្បាស់ជានឹងត្រូវកាត់ផ្ដាច់លែងមានជាប់ពាក់ព័ន្ធនៅទំនាក់ទំនងអ្វីបន្តិចជាមួយនឹងរូបនាងតទៅទៀតហើយដឹងទេឈូឈិងឆឹងបានងក់ក្បាលរួចឆ្លើយតបវិញដោយសំឡេងដ៏ក្រៀមក្រំថាខ្ញុំដឹងយល់ច្បាស់ហើយបាទលោកម្ចាស់ដូចនេះសូមលោកកុំមានក្តីបារម្ភខ្លាំងពេកអីព្រោះឲ្យតែរូបខ្ញុំមានឱកាសបានមើលឃើញគេមានសុវត្ថិភាពល្អនៅក្នុងចិត្តខ្ញុំគឺមានសេចក្តីអស់ចិត្តនិងស្កប់ស្កល់ខ្លាំងណាស់ទៅហើយស្ថិតនៅឯត្រង់តាមផ្លូវធ្វើដំណើរត្រឡប់មកវិញជូហ្វានបានដើរបណ្ដើរទាំងនៅក្នុងចិត្តគឺកើតមានក្តីមន្ទិលសង្ស័យខ្លាំងទៅលើរឹកពីនិងអាកប្បកិរិយាដ៏ប្លែកខុសធម្មតារបស់ឈូឈិងឆឹងបណ្ដើរតើវាមានសភាពការអ្វីកើតឡើងឲ្យប្រកបទៅចេះហើយតើហេតុអីបានជានាងត្រូវបង្ខំចិត្តមកធ្វើទង្វើប្លែកបែបនេះក្នុងគោលបំណងអ្វីទៅវិញចេះលុះនៅពេលដែលបាននឹកគិតទៅដល់ស្ថានភាពរបួសរបស់ស៊ូអឺភ្លាមជូហ្វានក៏បានលោបដកដង្ហើមធំឡើងមកភ្លាមទាំងក្តីល្វើយចិត្តខ្លាំងអូគ្រាប់ថ្នាំទិព្វស្ដារព្រលឹងវិញ្ញាណរាជមួយគ្រាប់នោះវាគឺជារបស់វេទមន្តដ៏មានសភាពកម្រនិងស្វែងរកឃើញខ្លាំងណាស់ដឹងទេចេះព្រោះយ៉ាងហោចណាស់ក៏វាមានកម្រិតសមត្ថភាពឋានៈដល់ទៅលំដាប់ថ្នាក់ទី9ដែរចុះតើឲ្យរូបខ្ញុំអាចមានលទ្ធភាពទៅស្វែងរកវាឃើញដោយងាយស្រួលតាមរបៀបណាទៅវិញចេះប៉ុន្តែស្រាប់តែនៅក្នុងខណៈពេលនោះមានសម្លេងដ៏មានអំណាចដ៏អាថ៌កំបាំងមួយបានលាន់ឮបន្លឺឡើងចំពីមុខថាតើឯងពិតជាមានបំណងចិត្តចង់ស្វែងរកវិធីទៅជួយសង្គ្រោះអាយុជីវិតរបស់នាងពិតមែនទេបើមានចិត្តចង់មែនអញ្ចឹងចូលឯងប្រញាប់ធ្វើដំណើរមកកាន់តំបន់ព្រៃភ្នំសម្ងាត់អាថ៌កំបាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅចម្ងាយ50ម៉ៃពីភាគខាងត្បូងនៃទីក្រុងឡុងវ៉ាន់នេះភ្លាមមកព្រោះរូបខ្ញុំគឺមានរឿងរ៉ាវដ៏មានតម្លៃអាថ៌កំបាំងជាច្រើនចង់មកបកស្រាយលាតត្រដាងប្រាប់ដល់ឯងជួហ្វានឮបែបនេះមានក្តីតក់ស្លុតចិត្តជាខ្លាំងគេប្រញាប់ងាកផ្ទៃមុខក្រឡេកមើលទៅជុំវិញខ្លួនតែដាច់ខាតគឺមិនបានមើលឃើញមានវត្តមានរបស់មនុស្សណាម្នាក់ឈរនៅទីនោះឡើយនៅក្នុងចិត្តរបស់គេចាប់ផ្ដើមកើតមានក្តីភិតភ័យខ្លាំងព្រោះគិតឃើញថាបុគ្គលដ៏អាថ៌កំបាំងម្នាក់នេះគឺគេច្បាស់ជាត្រូវមានកម្លាំងធម៌ពលក្បាច់គុណខ្លាំងក្លាមហិមាអស្ចារ្យខ្លាំងណាស់ជាក់ជាមិនខានទើបអាចមានសមត្ថភាពប្រើប្រាស់នៅវិជាបញ្ជូនសម្លេងទម្លុះអាកាសមកបានដោយដាច់ខាតមិនព្រមបន្សល់ទុកនៅរាល់ដានដងសញ្ញាអ្វីបន្តិចបែបនេះសោះនងរួចហើយគេក៏បានលបនឹកគិតទៅដល់រាល់រឹកពីនិងសកម្មភាពដ៏មានសភាពប្លែកខុសធម្មតារបស់ឈូឈិងឆឹងកាលពីអំបញ្ញមិញដដែលឡើងវិញជូហ្វានគឺមិនអាចទប់ទល់នឹងចិត្តចង់ដឹងការពិតបានទៀតឡើយគេបានសម្រេចចិត្តស្ទុះលូតខ្លួនបើការរត់យ៉ាងលឿនស្លេវសម្ដៅត្រង់ទៅកាន់ច្រកផ្លូវដើរចេញទៅក្រៅទីក្រុងឡុងវ៉ាន់ភ្លាមបើអញ្ចឹងមានតែត្រូវសាកល្បងធ្វើដំណើរទៅមើលសភាពការជាក់ស្ដែងបន្តិចសិនចុះស្ថិតនៅឯត្រង់តំបន់ជាយាយក្រុងខាងក្រៅទីក្រុងជូហ្វានទីបំផុតក៏បានធ្វើដំណើរមកជួបផ្ទៃមុខជាមួយនឹងបុគ្គលដ៏ជាម្ចាស់សម្លេងអាថ៌កំបាំងមួយនោះបានសម្រេចហើយដឹងទេថាបុគ្គលម្នាក់នោះគាត់គឺជាកំពូលមហាគ្រូដ៏មានសមត្ថភាពខ្ពស់ស្ថិតនៅក្នុងវិស័យព្រលឹងវិញ្ញាណវាគឺជាវិស័យក្បាច់គុណអាថ៌កំបាំងមួយដែលអាចមានលទ្ធភាពអនុញ្ញាតឲ្យបុគ្គលជាអ្នកហ្វឹកហាត់អាចដោះលែងបំបីវិញ្ញាណព្រលឹងរបស់ខ្លួនឲ្យអាចចាក់ចេញពីក្នុងរូបរាងកាយសាច់ឈាមបានយ៉ាងងាយស្រួលបំផុតហើយដូច្នេះហើយទោះបីជាមានសភាពរូបរាងកាយត្រូវស្លាប់បាត់បង់ជីវិតទៅហើយក្តីក៏វិញ្ញាណព្រលឹងរបស់ពួកគេគឺនៅតែអាចមានសមត្ថភាពហោះហើរទៅចូលសន្ធិដ្ឋនៅក្នុងរូបរាងកាយរបស់មនុស្សដទៃទៀតដើម្បីរកវិធីចាប់កំណើតកើតជាជាតិថ្មីបានដដែលនឹងវាគឺជាវិស័យក្បាច់គុណអាថ៌កំបាំងមួយដែលរាល់វិញ្ញាណព្រលឹងទាំងឡាយគឺត្រូវបានរងនឹងការបំពាក់បំពន់និងពង្រឹងកម្លាំងធម៌ពលឲ្យកាន់តែមានភាពខ្លាំងក្លាឡើងតាមរយៈរាល់ការខំប្រឹងប្រែងបើការវឹកហាត់ជានិច្ចជូហ្វានបានឈរសម្លឹងមើលទៅចំពីមុខរបស់កំពូលមហាគ្រូដ៏មានអំណាចម្នាក់នោះដោយក្រសែភ្នែកដ៏ម៉ឺងម៉ាត់ពីព្រោះគេដឹងខ្លួនច្បាស់ណាស់ថាទោះបីជាសម្រេចបាននៅឋានៈជាកំពូលមហាគ្រូកម្រិតកំពូលដល់ថ្នាក់នឹងទៅហើយក្តីក៏